គ្នាដែលដឹងថាសត្រូវដែលបំផ្លាញអនាគតរបស់យើងខ្លាំងជាងគេនោះគឺមិនមែនអ្នកដទៃទេប៉ុន្តែគឺជាខ្លួនឯងថ្ងៃនេះខ្ញុំនឹងចែកវិធីសាស្ត្រ9ដែលជួយឲ្យអ្នកទាំងអស់គ្នាអាចយកឈ្នះខ្លួនឯងបានទី1ត្រូវហ៊ានដើរចេញពី comfort zone ឬក៏យើងហៅថាតំបន់សុវត្ថិភាពការចាស់ចេញពី comfort zone មានន័យថាគឺជាការយកខ្លួនយើងនឹងទៅសាកល្បងទៅនឹងកន្លែងថ្មីព្រោះថានៅពេលដែលយើងសាកល្បងអីដែលថ្មីយើងនឹងបានដឹងថាយើងជាមនុស្សដែលខ្លាំងខាងអីមួយឲ្យពិតប្រាកដហើយប្រការហ្នឹងឯងវាជួយឲ្យយើងមានឱកាសដុសខាត់ក៏ដូចជាការលំអខ្លួនរបស់យើងនឹងរហូតក្លាយទៅជាមនុស្សម្នាក់ដែលប្រកែបានទី2មានការអត់ធ្មត់និងមានភាពស្មោះត្រង់ចំពោះខ្លួនឯងដើម្បីធ្វើកិច្ចការអីមួយឲ្យបានសម្រេចជោគជ័យហើយទទួលបានលទ្ធផលល្អគឺវាត្រូវការរយៈពេលយូរថ្មីត្បិតតែដើមឈើក៏វាត្រូវការពេលយូរដែរដើម្បីឲ្យខ្លួនវាលូតលាស់ល្អហើយដើមឈើដែលរឹងមាំវាតែងតែរងព្យុះភ្លៀងតែអីដែលយើងមើលឃើញនោះគឺវាតែងតែលូតលាស់ទៅលើចំណុចដូច្នេះហើយមនុស្សយើងក៏ដូចគ្នាដែរកុំបង្ខំខ្លួនឯងកុំដាក់សម្ពាធខ្លួនឯងពេកត្រូវរៀនចេះអត់ធ្មត់ជាមួយអ្វីៗដែលយើងកំពុងជួបប្រទះហើយបើសិនជាអ្នកទាំងអស់គ្នាចង់ធ្វើកិច្ចការអីមួយសូមកុំកុហកបោកប្រាស់ខ្លួនឯងថាថ្ងៃស្អែកចង់ធ្វើប៉ុន្តែត្រូវជំនួសមកវិញដោយការធ្វើកិច្ចការនោះបន្តជារៀងរាល់ថ្ងៃហើយត្រូវប្រាប់ខ្លួនឯងថាថ្ងៃណាមួយយើងនឹងជោគជ័យជាមិនខានចុះដល់ចំណុចទី3ទទួលខុសត្រូវលើជីវិតខ្លួនឯងមនុស្សមួយចំនួនដែលកាត់ឡើងមកក្នុងគ្រួសារដែលមានជីវភាពពិបាកក៏តែងតែបន្ទោសថាខ្លួនឯងក្រមកពីឪពុកម្ដាយទើបខ្លួនឯងត្រូវមកលំបាកដូចពួកគាត់ដែរតែតាមពិតទៅមិនមែនមកពីពួកគាត់ទេប៉ុន្តែវាមកពីពួកយើងខ្លួនឯងបើសិនជាយើងដឹងថាយើងមានជីវភាពពិបាកហើយចុះហេតុអីបានជាយើងមិនខិតខំរៀនមិនខិតខំធ្វើការតើគ្នាដែរដឹងទេថាពួកគាត់អត់ចង់ឲ្យកូនគាត់លំបាកអីគាត់ខិតខំធ្វើការដើម្បីរកលុយចិញ្ចឹមកូនក៏អត់ហ៊ានញ៉ាំឆ្ងាញ់អត់ហ៊ានសម្រាប់គ្រប់គ្រាន់គឺគាត់ទុកលុយដើម្បីឲ្យពួកយើងរៀនតែពួកយើងបែរជាមិនខិតខំរៀនហើយប្រព្រឹត្តរឿងមិនល្អក្នុងសង្គមទៅវិញហើយក៏ទៅបន្តឪពុកម្ដាយក្រទៅខ្លួនឯងត្រូវមកបបាក់ដូចពួកគាត់អញ្ចឹងហើយបើសិនជាអ្នកទាំងអស់គ្នាកំពុងតែដើរផ្លូវខុសចូលកែលម្អខ្លួនឯងហើយត្រូវទទួលខុសត្រូវលើជីវិតខ្លួនឯងនិងខិតខំអភិវឌ្ឍខ្លួនឯងក៏ដូចជាធ្វើការតបស្នងសងគុណទៅអ្នកមានគុណមកយើងវិញផងចូលដល់ចំណុចទី4ធ្វើឲ្យបានល្អជាម្សិលមិញកុំប្រកួតជាមួយអ្នកដទៃប៉ុន្តែត្រូវប្រកួតជាមួយខ្លួនឯងចូលសួរខ្លួនឯងរាល់ថ្ងៃថាតើថ្ងៃនេះយើងធ្វើអីល្អជាងម្សិលមិញហើយឬនៅចម្លើយនោះគឺថាថ្ងៃនេះចាំបាច់ត្រូវតែធ្វើល្អជាងម្សិលមិញត្រូវរៀនសូត្រឲ្យបានច្រើនជាងម្សិលមិញរស់នៅដោយក្តីរីករាយត្រូវល្អចំពោះខ្លួនឯងថែរក្សាសុខភាពឲ្យបានល្អមានស្នាមញញឹមច្រើននិងធ្វើរឿងល្អៗសម្រាប់ខ្លួនឯងឲ្យបានច្រើនដូចគ្នាជីវិតគឺជាដំណើរឆ្ពោះទៅមុខបើសិនជាយើងមិនប្រឹងប្រែងមិនអភិវឌ្ឍខ្លួនឲ្យបណ្ដោយខ្លួនឯងឲ្យខ្សោយទៅនោះយើងប្រកាសជាអត់មានថ្ងៃណាជោគជ័យជាមិនខានឡើយដូច្នេះហើយត្រូវតែធ្វើឲ្យល្អជាម្សិលមិញជានិច្ចទី5កុំស្វែងរកភាពល្អឥតខ្ចោះនៅក្នុងលោកនេះគឺអត់មានអីដែលល្អឥតខ្ចោះទេកុំព្រួយបារម្ភអំពីភាពដែលល្អឥតខ្ចោះពេកព្រោះថាវាគឺជាឧបសគ្គរារាំងយើងក្នុងការចាប់ផ្ដើមធ្វើអ្វីមួយដូច្នេះហើយត្រូវខិតខំបំពេញកិច្ចការទាំងអស់ហ្នឹងឲ្យបានល្អបំផុតប៉ុន្តែកុំបង្ខំខ្លួនឯងរហូតដល់ខូចអារម្មណ៍បាត់បង់អារម្មណ៍ឬក៏ធ្វើឲ្យខ្លួនឯងមានសម្ពាធត្រូវប្រាប់ខ្លួនឯងថាកុំស្វែងរកភាពល្អឥតខ្ចោះប៉ុន្តែត្រូវស្វែងរកការរីកចម្រើនជារៀងរាល់ថ្ងៃវិញទៅល្អជាងចូលដល់ចំណុចទី6គ្រប់គ្រងអារម្មណ៍និងចិត្តខ្លួនឯងការគ្រប់គ្រងចិត្តគំនិតនិងអារម្មណ៍របស់ខ្លួនឯងបានគឺជាភាពខ្លាំងរបស់មនុស្សម្នាក់ៗនៅក្នុងខ្លួនហើយក៏ជាជ័យជំនះដ៏ធំនៅក្នុងឆាកជីវិតរបស់មនុស្សផងដែរមនុស្សភាគច្រើនចង់ឈ្នះសត្រូវរបស់ខ្លួនឯងឬក៏អ្នកដទៃប៉ុន្តែពួកគេអាចដឹងថាសត្រូវពិតប្រាកដនោះគឺជាខ្លួនឯងការឈ្នះពិតប្រាកដហើយនឹងអស្ចារ្យជាងគេនោះគឺការយកឈ្នះចិត្តរបស់ខ្លួនឯងបើសិនជាអ្នកទាំងអស់គ្នាអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបានអ្នកទាំងអស់គ្នាក៏អាចគ្រប់គ្រងជីវិតរបស់អ្នកទាំងអស់គ្នាបានដូចគ្នាដែរដូច្នេះហើយកុំបណ្ដោយឲ្យអារម្មណ៍អវិជ្ជមានបញ្ជាយើងបានប៉ុន្តែត្រូវបង្កើតអារម្មណ៍វិជ្ជមានឲ្យខ្លួនឯងឲ្យបានច្រើនទៅល្អចំណុចទី7កុំបោះបង់ចោលខ្លួនឯងដោយសារមានបញ្ហានៅក្នុងជីវិតរស់នៅប្រចាំថ្ងៃមិនថាយើងមិនថាគេសុទ្ធតែចង់រស់នៅប្រកបដោយសេចក្តីសប្បាយរីករាយរស់នៅដោយក្តីសុខហើយចង់ឲ្យជីវិតជួបបញ្ហាឬក៏ឧបសគ្គណាឡើយប៉ុន្តែមានមនុស្សមួយចំនួនទៀតពេលដែលគាត់ជួបបញ្ហាគាត់ដោះស្រាយបញ្ហារបស់គាត់នឹងដោយការបញ្ចប់ជីវិតខ្លួនឯងចំណែកឯអ្នកខ្លះទៀតសុខចិត្តបោះបង់ខ្លួនឯងចោលដោយការផ្ដាច់ទំនាក់ទំនងជាមួយអ្នកដទៃហើយរត់គេចចេញពីមនុស្សជុំវិញខ្លួនចំណែកឯមនុស្សខ្លះទៀតពេលដែលគាត់ទទួលបរាជ័យក៏មានការខកចិត្តទៅលើខ្លួនឯងតែងតែលួចអស់សង្ឃឹមក៏ដូចជាចង់រស់នៅម្នាក់ឯងនៅក្នុងទីស្ងប់ស្ងាត់ប៉ុន្តែសំណួរសួរថាតើវាផ្ដល់ប្រយោជន៍អីដល់យើងអត់ខែពីការដែលយើងធ្វើបាបខ្លួនឯងចម្លើយនោះគឺវាកាន់តែធ្វើឲ្យយើងជួបនៅវិបត្តិកាន់តែធ្ងន់ធ្ងរឡើងដោយសារតែការគិតខុសមកពេលការសម្លាប់ខ្លួនការគេចវេះពីអ្នកដទៃ
ការបោះបង់ខ្លួនឯងចោលនោះគឺវាមិនមែនជាដំណោះស្រាយដ៏ល្អសម្រាប់ជីវិតទេប៉ុន្តែអ្នកទាំងអស់គ្នាត្រូវរៀនយល់ព្រមចំពោះរឿងពិតដែលយើងជួបប្រទះក្នុងជីវិតហើយស្វែងរកដំណោះស្រាយបន្តទៅមុខទៀតធ្វើយ៉ាងណាការឆ្នៃជីវិតរបស់យើងនឹងឲ្យមានភាពល្អប្រសើរហើយកុំបោះបង់ខ្លួនឯងទោះជាស្ថិតនៅក្នុងកលៈទេសៈណាក៏ដោយដល់គ្នាត្រូវចេះញញឹមផ្ដល់ក្តីសង្ឃឹមឲ្យខ្លួនឯងគ្រប់ពេលវេលាបន្តធ្វើសកម្មភាពផ្សេងៗដូចជាចូលរួមកម្មវិធីសង្គមធ្វើលំហាត់ប្រាណដើរលំហែកម្សាន្តរៀនទទួលស្គាល់ការពិតរៀនជំនះចិត្តខ្លួនឯងបើកចិត្តឲ្យទូលាយនោះយើងនឹងដឹងថាជីវិតរបស់យើងពិតជាមានតម្លៃខ្លាំងបំផុតសម្រាប់ផែនដីមួយនេះចូលដល់ចំណុចទី8បង្កើតវិន័យសម្រាប់ខ្លួនឯងវិន័យល្អគឺជាគន្លឹះសម្រាប់យកឈ្នះលើខ្លួនឯងការកំណត់កាលវិភាគឲ្យខ្លួនឯងឲ្យបានច្បាស់លាស់ហើយអនុវត្តវាឲ្យជាប់ជាប្រចាំដូចជារាល់យប់មុនគេងអានសៀវភៅ3ទំព័រភ្ញាក់ពីគេងមករៀបចំកន្លែងគេងឲ្យមានរបៀបញ៉ាំទឹកមួយកែវហើយនឹងហាត់ប្រាណ20នាទីជារៀងរាល់ថ្ងៃចូលដល់ចំណុចទី9លុបបំបាត់ទម្លាប់អាក្រក់ៗបើសិនជាអ្នកទាំងអស់គ្នាកំពុងតែមានទម្លាប់ណាមួយដែលធ្វើឲ្យជីវិតអ្នកទាំងអស់គ្នាអន់ថយដូចជាទម្លាប់ចាំសិនទម្លាប់ខ្ជិលវាធ្វើឲ្យអ្នកទាំងអស់គ្នាបាត់បង់ឱកាសដូច្នេះហើយបើសិនជាអ្នកទាំងអស់គ្នាចង់ធ្វើអីមួយសូមធ្វើវាភ្លាមៗហើយកុំប្រអង់ទុកយូរសរុបមកក្នុងវីដេអូនេះគឺចង់មករៀនឲ្យអ្នកទាំងអស់គ្នាចេះយកឈ្នះខ្លួនឯងព្រោះថាការយកឈ្នះខ្លួនឯងគឺមានតម្លៃជាងការយកឈ្នះអ្នកដទៃបើសិនជាអ្នកទាំងអស់គ្នាអាចយកឈ្នះចិត្តខ្លួនឯងបានមានន័យថាអ្នកទាំងអស់គ្នាអាចយកឈ្នះជីវិតរបស់អ្នកទាំងអស់គ្នាបានដូចគ្នាអរគុណទាំងអស់គ្នាសម្រាប់ការចំណាយពេលស្ដាប់បើសិនជាវីដេអូនេះមានប្រយោជន៍សូមជួយចុច like ក៏ដូចជាចុច share ទៅដល់អ្នកដែលគាត់កំពុងជួបបញ្ហាហ្នឹងជួយចុច subscribe ដើម្បីទទួលបានវីដេអូអភិវឌ្ឍខ្លួនឯងបន្ថែមទៀតសារជាថ្មីម្ដងទៀតអរគុណទាំងអស់គ្នាសម្រាប់ការចំណាយពេលស្ដាប់ថ្ងៃនេះជួបគ្នានៅវីដេអូក្រោយ